Hi, I'm Zell from the Mega Saga. សូមបន្តសាច់រឿងរបស់នាងខ្ញុំកាលពីភាគមុនសង្ឃឹមតែអ្នកទាំងអស់គ្នាចិត្តហើយនឹងចង់ដឹងសាច់រឿងបន្តទៀតគ្នា Okay, let's go. យើងមកមើលទស្សនភាពក្នុងហាងរបស់ EJ យើងធ្វើការឃើញថាគាត់មមាញឹកខ្លាំងមែនតើភ្ញៀវគេណែនហាងលើគាត់កំពុងលើកម្ហូបឲ្យភ្ញៀវអាប៉ែសក់លឿងនេះស្រែកកំងយកស៊ុបពៅពីចានទៀតនៅខាងនេះហើយសុំថែមបាយពីចានផងសុំថែមនឹងទៅអត់ស្រីលះដែលកំងសោះដូចខ្ញុំដែរបានសុំចាំបន្តិច EJ ស្រែកតបទៅវិញសុំតោះអាចសុំស្រាសូជូថែមមួយ10ទៀតបានអត់ពូសក់ខ្មែរនេះសួរតែ EJ ក៏លេចភ្នែកមើលហើយនិយាយទៅវិញថាអត់ទេលោកញ៉ាំស្រាអស់ពី10ហើយនិយាយពីកៅភ្នែកនេះស្លក់គេកប់មកកូនស្រីលោកនិយាយអីហ្នឹងខ្ញុំទៅផឹកអស់មួយ10ហ្នឹងខ្ញុំឃើញលោកយកមួយ10ទៀតតម្លាក់ក្នុងឃ្លាំងមិញហ្នឹងណាខ្ញុំចង់មកផលគេឃើញច្បាស់ណាអត់ឲ្យទៀតទេណែហាងគេមានលីមីតត្រឹមត្រូវសូជូបានមួយតុកតែពី10ទេហើយមូលហេតុវិញគឺខ្លាចបែកក្អួតនឹងវាយគ្នាគេសំហេតុសំផលមកគេព្រោះ EJ ខ្ជិលជូតខៃខ្ជិលដោះស្រាយអូខេអញ្ចឹងអាប៉ែមកជាមួយគ្នានឹងខំខ្សឹបតិចថាឲ្យពួកម៉ាក់ឃើញអត់ខ្ញុំប្រាប់ឯងហើយថាគេឲ្យបានតែពី10ទេអត់ជឿគេទេពួកអាខ្មៅធ្វើមកខ្មីតែឯងលួចយកទៅដាក់ក្នុងនោះលឿនជាងពេលចាប់បិសាចទៀតណាអាប៉ែនឹងភ្នែកមុនមែនវើយនេះក៏ជា Hunter ទៅដឹងមិនត្រូវហើយបើគិតទៅត្រូវជាហ្គីតារបស់ពួកប្អូនទៀតណាអាហ្នឹងខ្ញុំថែមឲ្យខ្ញុំបានលើពីប្រធានក្រុមថាគាត់បានសួរហើយតែម្នាក់ប្រុសហ្នឹងនិយាយថាគាត់ជាមនុស្សធម្មតាទេម្នាក់អាចកាឈូគេនិយាយតអីគេលើគេយំមែនអារឿងលាក់បាំងថាខ្លួនឯងមានថាមពលជា Hunter អីហ្នឹងឬមួយគាត់អត់បានចុះឈ្មោះហេកុំនិយាយដល់ថ្នាក់ហ្នឹងណាក៏គេដឹងពីតនកម្មដែរបើសិនជាយើងមានថាមពលតែយើងអត់ទៅចុះឈ្មោះនោះតែបើគាត់ជា Hunter មែនគាត់ដេកលុយបាត់ហើយមិនមកធ្វើការក្រៅម៉ោងក្នុងហាងលក់ស៊ុបហ្នឹងឯងហើយពួកដែលតែងលាក់បាំងពីថាមពលរបស់ពួកគេច្រើនចង់បានចំណាប់អារម្មណ៍ពីសាធារណជនអ្នកអាយខ្មែរគេលើកឡើងមេក្រុមកំពុងតែរងចាំទទួលគាត់នៅពេលដែលថាមពលគាត់ដាស់ឡើងគាត់មានខ្សែភ្នែកមើលធ្លុះអាចដឹងថាយើងលាក់ស្រានៅណាបានណាមានកម្លាំងលើសពីមនុស្សធម្មតាណែត្រង់គាត់អាចលើកចានស៊ុបកំពុងពុះច្រើនចានក្នុងពេលតែមួយទៀតណាអូយបកែមឹងអ្នកមើលមិនដឹងទៅសម្លែងហើយបើសិនជាគាត់បកែប៉ុណ្នេះហើយតម្រុំតែថាមពលដាស់ទៀតគាត់មិនក្រោមរេង B ទេតែពេលអាវខ្មៅនោះគៀងហ្មងពេលលឺមិត្តគាត់និយាយពី EJ ចឹងណាតែយើងគិតថា EJ អត់លឺមែន EJ លឺហើយគេលួចគិតក្នុងចិត្តថាអញ្ចេះថាមពលគេមានឡើងមុនពួកឯងទៀតណោះពួកឯងនឹងមិនដឹងនៅណាទេតែថាមពលគេខាជីដូនជីតាឯងនោះជំនួសឲ្យមានការលើកឡើងពី Hunter ដែលមានបទពិសោធន៍តាំងពីយូរលង់ណាស់មកហើយនោះតាំងពីដើមមក EJ អត់ដែលមានបំណងចង់ធ្វើការក្រៅម៉ោងនៅក្នុងហាងលក់ស៊ុបទេកាត់មកទស្សនភាព 6-7 ខែមុនកន្លែងនេះគេសម័យទៀតណាអូខេយើងឃើញឈុតEJ ដេកលើកណោសម្រាមសារជាថ្មីគាត់កំពុងលើកដៃខ្ទប់មាត់ចង់ក្អួតហត់ទៅហើបន្តិចហើយស្អុយសម្រាមហ្នឹងតាមស្មានតែខ្ញុំនៅណាមិនចាំច្បាស់ថាកំពុងបញ្យុទ្ធគ្នាជាមួយបេសាចពស់តា Oh my god ពស់នេះធំមែនតើពស់នេះតាមរឿងនិទានជាប្រភេទស្ដេចពស់ដែលមានពឹសខ្លាំងបំផុតដែលគ្រាន់តែភ្នែករបស់វាសម្លឹងយើងក៏អាចធ្វើឲ្យយើងស្លាប់បានដែរមួយទៀតសម្បីតែដង្ហើមរបស់វាក៏មានពឹសដែរអាច700បានគ្រប់ពេលវេលាអាហ្នឹងតាមនិទានតមកអត់ដឹងពិតទេប៉ុន្តែអាហ្នឹងជានិទានមួយ EJ វាយតែម្នាក់ឯងបានពិតជាសាហាវមែនសំជាលេខ1មែនខ្ញុំចាំបានទៀតថាបានចាក់វាចំកណ្ដាលក្បាលថងនេះក៏ដូចជាព្យាយាមរំលឹកការចងចាំរបស់គាត់ខ្ញុំពិតជាបាននៅក្នុងស្នាមប្រេះនោះមែនប៉ុន្តែ Black Hole គឺអត់អាចមើលឃើញទេនៅក្នុងស្នាមប្រេះចាំមានន័យថាខ្ញុំត្រឡប់មកវិញហើយតើអស់រយៈពេលប្រហែលហើយចេះគេធ្វើមកកំសត់តែក្រត់សំឡេងកោពស់រំពងឡើងពេញតិចអានេះគេឃ្លានរំពងត្រឹមតិចទេតែបើនាងខ្ញុំឃ្លានវិញគឺរំពងដល់ខួរក្បាលថាធ្វើអីអត់ចេញទេអត់តែឃ្លានអានឹងភាពខុសគ្នាចាអ្នកទាំងអស់គ្នាចង់អាចធ្វើពោះឬក៏ធ្វើតិចឬក៏ដល់ខួរក្បាលចាសម្រាប់នាងខ្ញុំគឺធីមខួរក្បាលបន្ត
មកអ៊ីជេខំងើបឈរឡើងទាំងតដាបតដួព្រោះថាអត់បានញ៉ាំអីយូរហើយក៏ដើរដល់កន្លែងលោកយាយកំពុងចិត្តខ្ទឹមគាត់ងើបមុខមើលវត្តមានរបស់អ៊ីជេរួចក៏តែខ្ញុំអាចសុំអាហារញ៉ាំបន្តិចបានទេរ៉ែហើយណាមភ្ញាក់មកមើលទម្រង់មុខដំណើរសំឡេងដូចមនុស្ស zombie ទៅហើយហ្នឹងរួចមិនឲ្យលោកយាយភ្ញាក់មិនកើតបើគាត់នៅម្នាក់ឯងផងយូរក៏គិតថាអញ្ចឹងបន្តិចមានបិសាចទម្រង់ថ្មីអីទៅហើយយ៉ាងណាគាត់ក៏ទទួលអ៊ីជេរបស់យើងចូលទៅខាងក្នុងហើយលោកយាយក៏គាត់បានសួរប្រហែលសំណួរទៅដែរគាត់សួរថាមានរឿងអីកើតឡើងរួចឯងទៅចេញពីកុកឬក៏ចេញពីណាមករួចទៅប្រឡាក់ថុកមែនត្រូវហើយបើខ្លួនឯងមើលមិនដឹងយល់តែខ្លួនឯងជាស្អីផងគេសួរយ៉ាងត្រូវហើយអ៊ីជេហាក់មាត់លេងរួចហើយបានទៅស្អីតែគណៈថាមនុស្សអស់មែនតែនហ្មងបើគាត់អត់បានហូបបាយដល់8ឆ្នាំហ្មងអាឡ័យតវាយគ្នាហ្នឹងមានតែបានហូបស្អីញ៉ាំទៅស៊ុបនេះអាចត្រូវការពេលយូរដើម្បីឲ្យឯងមានកម្លាំងឡើងវិញណាទឹកមុខទៅពេលដែលគេបានឯងញ៉ាំគឺថាតែវិញបើកធំសឹងទៅលើខត់អស់មួយចានភ្លាមហ្មងប៉ុន្តែគេនៅរៀបរឹកដោយសារតែលោកយាយអត់បានដើរចេញហើយគ្រាន់តែលោកយាយដើរចេញបន្តិចកៅញាត់តែហ្មងហើយក្នុងខ្លួនគេ appreciate ថាអូឆ្ងាញ់ណាស់លោកអើយរបៀបឆ្ងាញ់ណាស់ថ្ងៃនេះ8ឆ្នាំមុនសំឡេងមួយធ្វើឲ្យអ៊ីជេភ្ញាក់បើកភ្នែកធំនៅក្នុងទូរទស្សន៍គេបានផ្សាយអំពីស្នាមប្រេះដែលបានលេចឡើងនៅក្នុងសមុទ្រខាងលិចក្នុងកម្រិត5 8ឆ្នាំអ៊ីជេគិតក្នុងចិត្តនៅពេលដែលស្នាមប្រេះនោះសាប់តែវិវត្តទៅកម្រិត1រដ្ឋាភិបាលបានចាត់ឲ្យ S rank Hunter J រួមដំណើរជាមួយនឹង Hunter A rank 14នាក់និង Hunter B rank ចំនួន30នាក់បន្ថែមទៀតស្នាមប្រេះបានរលត់បាត់បន្ទាប់ពី1សប្តាហ៍អ៊ីជេគ្រាន់តែឃើញរូបភាព Hunter នៅក្នុងទូរទស្សន៍ក៏គិតក្នុងចិត្តថាមនុស្សទាំងអស់នេះសិតតែនៅក្នុងក្រុមរបស់ខ្ញុំនៅពេលដែលយើងចូលទៅក្នុងស្នាមប្រេះនោះព័ត៌មានក៏បានបន្ថែមតែជាអកុសល Hunter ដែលបានបញ្ជូនទៅទាំងនេះមិនបានវិលត្រឡប់មកវិញនោះទេទស្សនភាពដ៏អនាធមបានលេចឡើងអ៊ីជេរន្ធត់ចិត្តឡើងបែកញើសជោគថ្ងៃព័ត៌មានបានបន្ថែមតទៀតថា3ខែបន្ទាប់ពីបិទស្នាមប្រេះនោះការិយាល័យគ្រប់គ្រងទៅបានដំណឹងនៃការបាត់បង់ Hunter នៅក្នុងប្រតិបត្តិការមួយនេះបើសិនជាគ្មាន J ទេប្រទេសរបស់យើងក៏គ្មានអនាគតបែបនេះដែរអ្នកនិយាយនឹងដោយលោកសុងជហុន S rank Hunter ជាប្រមុខដឹកនាំរបស់សមាគម Samurai អូននឹងនិយាយអីហ្នឹងបើខ្ញុំស្លាប់មែនមិននឹងអាចមកទីនេះបានជេចាប់ផ្ដើមញ័រដៃហើយជ្រុះស្លាបព្រាទៅលើដីក្នុងខួរក្បាលចាប់ផ្ដើមសពិចសពិលវិលវល់វង្វេងវង្វាន់ហើយព័ត៌មានឆ្លៀតបន្ថែមប្រមាណគ្នាចុងក្រោយទៀតជេនិង Hunter 44នាក់បានចូលទៅក្នុងស្នាមប្រេះនោះដោយភាពក្លាហានពួកគេផ្ដល់អនាគតឲ្យពួកយើងមានទូនាទីសម្លឹងទៅមុខនឹងដើរបន្តទៀតប្រូណាមិនខ្លាចតែប្រូអ្នកចាត់តាំងគេទៅអត់ជួយឲ្យមកនិយាយរៀបរាប់ទៀតជេស្ដាប់ចប់ស្លាបព្រាជ្រុះដល់ដីប្រៀបដូចជាថ្លើមរបស់គាត់ចឹងដែរវីដេអូឯកសារទាំងអស់នេះគឺជាការរំលឹកដល់ខួបស្នាមប្រេះនៅសមុទ្រខាងលិចកម្រិតទី1ជូនទៅកាន់ជេអ៊ីជេងើបក្រាក់ដៃក្តាប់នៅលើតុខ្សែសួរលោកយាយថាតែខ្ញុំអាចសុំប្រើទូរស័ព្ទបន្តិចបានទេលោកយាយចង្អុលទីតាំងទូរស័ព្ទមិនអីទេយាយចោះអ៊ីជេរត់ទៅរកទូរស័ព្ទរួចចុចលេខយ៉ាងលឿនលេខទូរស័ព្ទដែលលោកអ្នកបានហៅមិនមាននៅក្នុងប្រព័ន្ធយើងខ្ញុំទេសូមពិនិត្យនឹងហៅម្ដងទៀតជេទម្លាក់ទូរស័ព្ទចុះរួចជ្រប់មុខនឹងតុគាត់គិតថាវាដូចជាមិនត្រូវសោះ8ឆ្នាំកន្លងផុតទៅមែនអត់តែខ្ញុំពិតជាឆ្លង8ឆ្នាំមកអនាគតមែនទេអីដែលសំខាន់នោះតែខ្ញុំពិតជាបានស្លាប់ពិតមែនអត់ទេអត់ច្បាស់ស្អីទាំងអស់ប្រហែលជាលោកប្រធានគាត់គ្រាន់តែបដូរលេខទូរស័ព្ទតែប៉ុណ្ណោះមើលទៅជេវិលអស់ហើយគាត់គិតថាគាត់ត្រូវទៅប្រាប់ពួកគេគាត់ត្រូវតែត្រឡប់ទៅស្នាមប្រេះនោះវិញគាត់ត្រូវតែប្រាប់អ្នកគ្រប់គ្នាថាមិត្តរួមដំណើររបស់គាត់ស្លាប់ដោយរបៀបណាហើយការលះបង់របស់គេធំប៉ុណ្ណារូបភាពដែលមិត្តរបស់គាត់ស្លាប់លេចនៅក្នុងខួរក្បាលរបស់គាត់ DJ ត្រូវចាំពិភពលោកបានផ្លាស់ប្ដូរហើយស្របពេលដែលឯងមានធម៌ពលស្រាប់អ្នកគ្រប់គ្នានឹងពឹងផ្អែកលើឯងពួកគេនឹងរំពឹងថាឯងនឹងជួយពួកគេទាំងអស់គ្នាបានមិនខានតែជេឯងនៅក្មេងណាឯងមិនចាំបាច់ជួយមនុស្សគ្រប់គ្នានោះទេឯងអាចរត់ទៅឲ្យឆ្ងាយបានណាពេលខ្លះមនុស្សយើងពិតជាអាត្មានិយមមែនតាអ្នកក៏ចង់រស់អ្នកអន្តីក៏ចង់រស់ក៏ចង់មានជីវិតដូចគ្នា
ទោះបីជាពួកគេមានតួនាទីជាអ្នកជួយសង្គ្រោះក៏ដោយអ៊ីចេដោះនាឡិកានៅដៃរបស់គាត់ហុចឲ្យលោកយាយអានេះយើងត្រឡប់មកបច្ចុប្បន្នវិញណាលោកយាយក្នុងខ្លួនរបស់ខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីអីចៅយាយមិនត្រូវការវាទេលោកយាយរាដៃមិនទទួលតែជេនៅតែទទូចទេលោកយាយសូមមេត្តាទទួលយកវាទៅចាត់ទុកតែខ្ញុំមិនចាំវាចុះណាខ្ញុំនឹងត្រឡប់មកលួសវាវិញនៅពេលក្រោយប្លង់នេះកាត់មកពេលដែលជេសម្លឹងមើលទៅជុំវិញខ្លួន8ឆ្នាំក្រោយនេះសម្លឹងមើលទៅជុំវិញខ្លួនពិភពលោកឥឡូវស្ថានភាពពិតជាមានស្ថិរភាពជាងមុនមានការជូនដំណឹងប្រសិនបើមានមហន្តរាយផ្សេងៗកាត់ឡើងតាមទូរស័ព្ទ notification alert អីចឹងនេះអ្នកប្រមាណមកពីអ្នកផ្នែកគ្រប់គ្រងអាចឆ្លើយតបនិងគ្រប់គ្រងមហន្តរាយបានលឿនជាងមុនមនុស្សម្នាដែលរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេគ្មានភាពភ័យខ្លាចដែលសុទ្ធតែជាអ្វីដែលជេធ្លាប់សម័យចង់បានសម្រាប់ពិភពលោកមួយនេះពិភពលោកក្នុងរយៈពេលដែលជេបានបាត់ខ្លួនទៅពិតជាស្ងប់ស្ងាត់និងល្អឥតខ្ចោះពេលគាត់ចាប់ផ្ដើមឆ្ងល់ថាតើការលះបង់ទាំងអស់នេះមានន័យអីខ្លះទេឬក៏មានន័យប៉ុណ្ណាសម្រាប់មនុស្សនៅក្នុងពិភពលោកមួយនេះ Hunter J បានស្លាប់បាត់ទៅហើយយ៉ាងទៀតគ្មានអ្នកណាបានស្គាល់ឆាអ៊ីជេថាជាអ្នកណាឡើយអញ្ចឹងជាទីបញ្ចប់ខ្ញុំក៏សម្រេចចិត្តថានឹងរស់នៅដោយស្ងប់ស្ងាត់และអាចកំបាំងពីពេលនេះតទៅកន្លែងនេះគេកាត់មកកន្លែងផ្លាកត្រូវការអ្នកធ្វើការក្រៅម៉ោងអញ្ចឹងបើចង់ដឹងថាមានអ្វីកើតឡើងបន្តទៀតសូមកុំភ្លេចចុច like share និង subscribe Facebook page ហើយនិង channel YouTube របស់នាងខ្ញុំផងណាដើម្បីជួបគ្នានៅពេលក្រោយទៀត See you next time bye